បងសាកទាយមើលថាឥឡូវនេះកំពុងឈរនៅណាមកឥឡូវមិនបាច់ទាយទេតែខ្ញុំប្រាប់យកហ្មងនៅទីនេះគឺជាទីតាំងរបស់មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វាហើយទីតាំងនេះដែរសម្រាប់អតិថិជនដែលមកពីខាងផ្លូវជាតិ 6A ក៏ត្រូវមកពីខាងជ្រោយចង្វាក៏ត្រូវហើយមកពីខាងពេជ្រលៀបក៏ត្រូវដែរហើយដែលពិសេសណាទីតាំងនេះគឺងាយស្រួលរកខាងមែនតើផ្លូវឆ្លាស់ល្អងាយស្រួលធ្វើដំណើរហើយអត់ទេចរាចរណ៍អញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីទិសដៅចំនួន3ដែលអតិថិជនអាចធ្វើដំណើរមកកាន់មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វានេះបានគោលដៅទី1ប្រសិនបើបងប្អូនធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វាបន្តមកបាត់ឆ្វេងហើយបន្តដំណើរតាមបណ្ដោយផ្លូវជាតិលេខ6ចម្ងាយប្រហែល5គីឡូម៉ែត្របងប្អូននឹងឃើញ Ford នៅខាងស្ដាំដៃគោលដៅទី2ប្រសិនបើបងប្អូនធ្វើដំណើរឆ្លងកាត់ស្ពានរិស័យកែវឬគេហៅថាស្ពានបាឡេបងប្អូននឹងឃើញរង្វង់មូលនាងទេពមច្ឆាបន្ទាប់មកបាត់ឆ្វេងហើយបន្តដំណើរតាមបណ្ដោយផ្លូវ OCIC រហូតដល់ចំណុចផ្លូវ stop តាមបណ្ដោយផ្លូវជាតិលេខ6បន្ទាប់មកបាត់ស្ដាំចម្ងាយប្រហែល100ម៉ែត្របងប្អូននឹងឃើញ Ford នៅខាងឆ្វេងដៃគោលដៅទី3ប្រសិនបើបងប្អូនធ្វើដំណើរពីសៀមពេជ្រតាមាក់តាមបណ្ដោយផ្លូវជាតិលេខ6មកកាន់រាជធានីភ្នំពេញបងប្អូនបន្តដំណើរចម្ងាយប្រហែល15គីឡូម៉ែត្របងប្អូននឹងឃើញបូរីអ័រគីដេ The Botanic City នៅខាងស្ដាំដៃហើយបន្តដំណើរមកត្រង់ចម្ងាយប្រហែល2គីឡូម៉ែត្របងប្អូននឹងឃើញ Ford នៅខាងឆ្វេងដៃអញ្ចឹងសម្រាប់ការកក់សេវាកម្មអតិថិជនអាចកក់សេវាកម្មបានតាមរយៈលេខទូរស័ព្ទ078 992 992ឬក៏តាមរយៈ Ford Cambodia Mobile App ផងដែរ